ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំមានរឿងមួយរឿងពិតរបស់លោកគ្រូម្នាក់គាត់ជាគ្រូរៀនខាងនៅក្រឹតការអូបៃក្អមបាទជំនាន់ឆ្នាំពេលនោះគាត់មកជួបខ្ញុំគាត់ចង់ដាក់ថ្មិញហើយខ្ញុំពិនិត្យទៅក្នុងមាត់គាត់មានថ្មិញនៅសល់តែហើយ2 3បាទហើយថ្មិញ2 3នោះមានគឺទៀតគឺទាំងអស់ហើយគាត់មានបញ្ហានោះគឺគាត់ទី1គាត់ហូបអត់កើតសាមអត់កើតគឺគាត់ខាំទៅអាថ្មិញនៅសល់2 3នោះវាបុកចាញ់ឡើងមុតដបៅចាញ់គាត់ហើយគាត់ចេះប្រឹងកាពីខ្ញុំផ្សារបបខ្លះអីខ្លះហត់ទៅទឹកហូបអត់បានស្គមគាត់នឹងបញ្ហាទី1បញ្ហាទី2គឺគាត់ការនិយាយស្ដីគាត់ជាគ្រូរៀនហើយគាត់គ្រូរៀនភាសាបារាំងទៀតចឹងអាការបញ្ចេញសម្លេងរបស់គាត់បំណងសេនោះអត់ច្បាស់ដោយអាពាក្យដូចថា F ក៏អត់មានថ្មិញនោះយកមានចេញ F អីចេញទៅស្អីផ្សេងនោះចេញទៅខ្យល់បាទអត់មានថ្មិញទុកបាទហើយដល់ចង់នោះគ្រូសិស្សគេអូនត្អែថាគ្រូមកគ្រូម្ដងភាសាបារាំងខ្ញុំស្ដាប់អត់បានបើលោកគ្រូអត់មានថ្មិញជាទីគោរពរាប់អានថ្ងៃនេះខ្ញុំមានរឿងមួយរឿងពិតរបស់លោកគ្រូម្នាក់គាត់ជាគ្រូរៀនខាងនៅក្រឹតការអូបៃក្អមបាទជំនាន់ឆ្នាំពេលនោះគាត់មកជួបខ្ញុំគាត់ចង់ដាក់ថ្មិញហើយខ្ញុំពិនិត្យទៅក្នុងមាត់គាត់មានថ្មិញនៅសល់តែហើយ2 3បាទហើយថ្មិញ2 3នោះមានគឺទៀតគឺទាំងអស់ហើយគាត់មានបញ្ហានោះគឺគាត់ទី1គាត់ហូបអត់កើតសាមអត់កើតគឺគាត់ខាំទៅអាថ្មិញនៅសល់2 3នោះវាបុកចាញ់ឡើងមុតដបៅចាញ់គាត់ហើយគាត់ចេះប្រឹងកាពីខ្ញុំផ្សារបបខ្លះអីខ្លះហត់ទៅទឹកហូបអត់បានស្គមគាត់នឹងបញ្ហាទី1បញ្ហាទី2គឺគាត់ការនិយាយស្ដីគាត់ជាគ្រូរៀនហើយគាត់គ្រូរៀនភាសាបារាំងទៀតចឹងអាការបញ្ចេញសម្លេងរបស់គាត់បំណងសេនោះអត់ច្បាស់ដោយអាពាក្យដូចថា F ក៏អត់មានថ្មិញនោះយកមានចេញ F អីចេញទៅស្អីផ្សេងនោះចេញទៅខ្យល់បាទអត់មានថ្មិញទុកបាទហើយដល់ចង់នោះគ្រូសិស្សគេអូនត្អែថាគ្រូ